សិក្សាអំពីសមាធិគំរិតដំបូងសមាធិមានន័យថាធម៌ធ្វើឲ្យស្ងប់សមាធិមានន័យថាធ្វើចិត្តឲ្យស្ងប់ចិត្តបរិសុទ្ធមានភាពនឹងណដោយធម៌ស្ងប់មិនមានកង្វល់ពីរឿងនេះរឿងនោះមិនជាប់ជំពាក់ដោយការអូសទាញទៅតាមអារម្មណ៍ហៅថាសមាធិតាមការវិភាគនៃអ្នកប្រាជ្ញទាំងឡាយលោកបង្ហាញថាសមាធិជួយឲ្យយើងមានចិត្តស្ងប់មានក្តីសុខខាងក្នុងសមាធិជួយឲ្យយើងមានបញ្ញាកើតឡើងសមាធិជួយឲ្យយើងមានសុខភាពល្អសមាធិជួយឲ្យយើងមានចិត្តមេត្រីភាពកាន់តែប្រសើរឡើងសមាធិជួយឲ្យយើងធ្វើការងារបានល្អសមាធិជួយឲ្យយើងចងចាំបានល្អព្រៀនពូកែមនុស្សយើងម្នាក់ទោះជាធ្វើការងារអ្វីក៏ដោយត្រូវតែមានសមាធិក្នុងការបំពេញភារកិច្ចនោះទើបការងារនោះបានជោគជ័យនិងរីកចម្រើនជាលំដាប់ការហ្វឹកហាត់សមាធិនោះគឺដំបូងយើងត្រូវអង្គុយផ្អត់ភ្នែកតាំងកាយឲ្យត្រង់គឺជើងស្ដាំដាក់លើជើងឆ្វេងដៃស្ដាំដាក់លើដៃឆ្វេងប្រមូលអារម្មណ៍ឲ្យមូលតែមួយបន្ទាប់មកយើងអនុវត្តបន្តទៀតយើងត្រូវហ្វឹកហាត់ចិត្តតម្កល់ចិត្តឲ្យនៅចិត្តប្រមូលអារម្មណ៍ដែលរវីឲ្យមូលតែមួយតម្កល់សតិឲ្យមាំត្រង់ចំពោះសមាធិតែម្យ៉ាងតាមដាននិងពិនិត្យខ្យល់ចេញមិនចូលវិធីធ្វើចិត្តឲ្យកើតសមាធិធ្វើចិត្តឲ្យស្អាតហើយកំណត់សតិឲ្យជាប់ក្នុងខ្លួនកំណត់ចិត្តឲ្យស្ងប់ហើយរលឹកខ្លួនគ្រប់គ្រាមិនគិតខ្វាយខ្វល់ពីរឿងអ្វីផ្សេងឡើយធ្វើចិត្តឲ្យស្អាតតាមធម្មជាតិលក្ខណៈចិត្តដែលជាសមាធិគឺចិត្តមិនញាប់ញ័រនឹងលោកធម៌ជាចិត្តនឹងរឹងពឹងនឹងនោះហើយអាចកម្ចាត់និវរណធម៌ហៅថាអបណាសមាធិលក្ខណៈចិត្តដែលមិនមែនជាសមាធិគឺចិត្តមិនស្ងប់ជាចិត្តរសាត់អណ្ដែតដូចខ្យល់ជាចិត្តជាប់ជំពាក់ដោយកាមដោយមានចែងជាដូចប្រភេទគឺចិត្តតែប្រទុះសារាយច្រណែនឈ្នោះនេះព្យាបាបទោសៈពីរចិត្តលោភលន់គិតតែពីចង់បានលោភៈ8ចិត្តនៅតែងងវែងមិនជឿកម្មជឿផលមោហៈ2កម្មដ្ឋានប្រែថាឋានៈនៃការងារឬការអប់រំចិត្តក្នុងនេតិជាមធ្យោបាយមួយក្នុងការធ្វើចិត្តឲ្យកើតសមាធិហើយកើតបញ្ញានៅក្នុងព្រះពុទ្ធសាសនាចែកជាពីរគឺសមថកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋាន1សមថកម្មដ្ឋានចំណុចសំខាន់របស់សមថកម្មដ្ឋានគឺការកំណត់ចិត្តឲ្យភ្ជាប់ទៅនឹងរបស់អ្វីមួយទាល់តែចិត្តនឹងឯងមានភាពនឹងណូជាប់លាប់ស្ងប់ប្រះចាកការខ្វល់ខ្វាយចិត្តរសាត់អណ្ដែតរួចចាកពីនិវរណធម៌អារម្មណ៍របស់សមថកម្មដ្ឋានគឺការហ្វឹកហាត់ចិត្តឲ្យស្ងប់ទាល់តែកើតជាសមាធិចិត្តដោយការយកកសិនទាំង10ឬយកអសុភកម្មដ្ឋានមកពិចារណា